ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបបង្កើត TikTok ថ្មីក្នុងឆ្នាំ2026នេះអញ្ចឹងខ្ញុំបានដោន TikTok មកថ្មីរួចរាល់ហើយក្នុងទូរស័ព្ទដៃនេះគឺមិនដែលបានបង្កើត TikTok នោះទេកុំឲ្យខាតពេលវេលាយូរយើងចូលមកក្នុង TikTok តែម្ដងមកបាទដោយសារតែខ្ញុំទើបតែដោនមកថ្មីអញ្ចឹង TikTok វាចេញបែបនេះគឺវាដាក់សរសេរអក្សរស្វាគមន៍មកកាន់ TikTok អីចឹងទៅយើងទើបតែដោនថ្មីអញ្ចឹងយើងចុចកន្លែងយល់ព្រមនឹងបន្តនេះអញ្ចឹងខ្ញុំយកកំសាន្តអញ្ចឹងយើងអាចជ្រើសរើសនៅអ្វីដែលយើងចង់ធ្វើពីវាអញ្ចឹងខ្ញុំចង់ធ្វើពីការកំសាន្តឬក៏សិល្បៈអីជាដើមយើងអាចជ្រើសរើសទៅតាមអ្វីទៅតាមចំណង់ចំណូលចិត្តដែលយើងចង់ដាក់ឬក៏បងប្អូនអាចចុចពាក្យថារំលងនេះក៏បានអញ្ចឹងខ្ញុំសូមជ្រើសរើសអ្វីមួយដើម្បីជាការកំណត់អញ្ចឹងខ្ញុំដាក់ថាការកំសាន្តបន្ទាប់មកខ្ញុំចុចគ្រីសការកំសាន្តហើយខ្ញុំចុចពាក្យថាបន្ទាប់បើភាសាអង់គ្លេសគេដាក់ថា next មកដល់ទីនេះគេឲ្យយើងកវាសឡើងទៅលើមកដល់ទីនេះគឺវាចេញបែបនេះគឺយើងអត់ទាន់មាន account ទេអញ្ចឹងយើងចុចមកកន្លែងប្រវត្តិរូបឬក៏ profile គេឲ្យយើងអូសឡើងទៅលើសិនបានគេឲ្យយើងចុចនៅពេលដែលខ្ញុំចុចមកកន្លែងប្រវត្តិរូបគេអត់ឲ្យចុចទេអញ្ចឹងគេឲ្យយើងអូសសិនបន្ទាប់ពីយើងអូសមកហើយយើងចុចកន្លែងប្រវត្តិរូបនេះគេឲ្យយើងជ្រើសរើសនៅអ្វីដែលយើងមានដូចជាលេខទូរស័ព្ទឬក៏ Facebook ជាដើមអញ្ចឹងខ្ញុំមិនចង់ប្រើអីវែងឆ្ងាយទេខ្ញុំចង់ប្រើបែបលឿនគឺខ្ញុំភ្ជាប់ជាមួយ Facebook តែម្ដងបន្ទាប់មកយើងចុចពាក្យថាបន្តជាមួយនេះនឹងឈ្មោះកេតន័យរបស់យើងនឹងយើងចុចអក្សរពណ៌ខៀវនឹងមកនៅដល់ទីនេះយើងត្រូវតែរងចាំវាកំពុងតែដើរដាក់ថ្ងៃខែខ្ញុំដាក់ថ្ងៃទី12ខែកុម្ភៈឆ្នាំ1990គាត់អញ្ចឹងបន្ទាប់មកខ្ញុំដាក់បន្តមកទៀតនៅកន្លែងនេះយើងអាចកែឈ្មោះផ្សេងបាន
យើងចុចពីអនុញ្ញាតសិនវាលោតមកយើងអាចកែឈ្មោះដាក់ឈ្មោះផ្សេងបានអញ្ចឹងខ្ញុំមិនចង់វែងឆ្ងាយច្រើនខ្ញុំដាក់ឈ្មោះនឹងតែម្ដងបន្ទាប់មកខ្ញុំចុចបន្តនៅពេលនេះខ្ញុំបានបង្កើត account បានមួយហើយមកដល់ទីនេះគេឲ្យយើង follow ទៅនរណាម្នាក់ឬក៏2នាក់អីចឹងយើងមិនចង់ follow ទៅនរណាក៏បានដែរស្រាប់តែចិត្តយើងទេអញ្ចឹងខ្ញុំខ្ជិល follow ទៅនរណាខ្ញុំចុចគឺខ្វែងចោលតែម្ដងចុចមកកន្លែងប្រវត្តិរូបនេះមកនេះជា account របស់ខ្ញុំដែលទើបតែបង្កើតថ្មីតែម្ដងមិនទាន់បានផុសវីដេអូមួយឡើយអ្វីដែលខ្ញុំមកបង្ហាញថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការបង្កើត TikTok ថ្មីសម្រាប់កំហុសខុសឆ្គងដែលខ្ញុំនិយាយខុសកន្លែងណាសូមអធិស្ឋានអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត